បាទជំរាបសួរពុកម៉ែបងប្អូនសូមផ្ញើព័ត៌មាននេះទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតផ្ទាល់តែម្ដងបាទពុកម៉ែបងប្អូនដែលរស់នៅក្នុងក្រុងប៉ោយប៉ែតបងប្អូនខ្លះប្រកាសជាបានដឹងពុកម៉ែបងប្អូនខ្លះប្រកាសជាមិនទាន់បានដឹងនៅព័ត៌មាននេះទេបាទបើសិនជាពុកម៉ែបងប្អូនបាទមិនចង់មានបញ្ហាដែលរស់នៅក្នុងក្រុងប៉ោយប៉ែតពាក់ព័ន្ធទៅនឹងករណីមួយនេះពុកម៉ែបងប្អូនសូមបញ្ឈប់ជាបន្ទាន់ឥឡូវនេះរដ្ឋបាលក្រុងប៉ោយប៉ែតដែលក្រោមការគ្រប់គ្រងរបស់លោកពូគៀតហុលដែលជាអភិបាលក្រុងបានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់ពុកម៉ែបងប្អូនកាលពីថ្ងៃទី21ខែមករាឆ្នាំ2026នេះពាក់ព័ន្ធទៅនឹងកន្លងទៅគឺមានក្រុមហ៊ុនប្រជាពលរដ្ឋមួយចំនួនបានសាងសង់ផ្លូវបាទសាងសង់ទួលកាត់ផ្លូវបាទបណ្ដាលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងអ្នករបួសទាំងអ្នកស្លាប់ផងដែរនេះបើយើងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងប៉ោយប៉ែតដែលបានជម្រាបជូនទៅសង្កាត់ទាំង5និងបណ្ដាក្រុមហ៊ុនប្រជាពលរដ្ឋទាំងអស់ដែលបានសាងសង់ទួលកាត់ទៅទាំងផ្លូវនោះសូមបញ្ឈប់ជាបន្ទាន់បាទសូមបញ្ឈប់ជាបន្ទាន់ពីព្រោះករណីមួយនេះគឺកន្លងទៅធ្លាប់ធ្វើឲ្យមានអ្នករបួសនិងអ្នកស្លាប់ផងដែរដូច្នេះក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវក៏ដូចជាជូនដំណឹងទៅកាន់បណ្ដាក្រុមហ៊ុនសហគ្រាសនិងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងក្នុងសង្កាត់ទាំង5បាទត្រូវរុះរើទួលដែលកាត់ទៅទឹងផ្លូវដែលពុកម៉ែបងប្អូនសាងសង់នៅលើផ្លូវបេតុងផ្លូវសាធារណៈរបស់រដ្ឋបាទសូមរុះរើចេញជាបន្ទាន់បើពុំដូច្នោះទេរដ្ឋបាលក្រុងនឹងមានវិធានការរុះរើបើសិនជាមានការខូចខាតគឺខាងរដ្ឋបាលក្រុងប៉ោយប៉ែតមិនទទួលខុសត្រូវទេបាទនេះជាព័ត៌មានមួយសម្រាប់ជម្រាបជូនដល់ពុកម៉ែបងប្អូនដែលចូលចិត្តបាទយកផ្លូវសាធារណៈទៅសាងសង់បាទអាទួលកាត់ទៅទឹងផ្លូវកន្លងទៅក៏ធ្វើឲ្យមានប្រជាពលរដ្ឋបាទមានទាំងរបួសនិងស្លាប់ផងដែរនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងចុះថ្ងៃទី21ខែមករាឆ្នាំ2026នេះដូច្នេះពុកម៉ែបងប្អូនដែលបានសាងសង់ទួលកាត់ទៅទឹងផ្លូវនេះសូមរុះរើចេញទៅបាទវាជាបញ្ហាមួយដែលអាជ្ញាធរឃើញថាពាក់ព័ន្ធទៅនឹងការសាងសង់ទួលកាត់ផ្លូវនេះបណ្ដាលឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់បាទសង្ឃឹមថាពុកម៉ែបងប្អូនបានឃើញនៅព័ត៌មានមួយនេះនឹងចូលរួមអនុវត្តជាមួយនឹងរដ្ឋបាលក្រុងប៉ោយប៉ែតរបស់យើងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗបើពុកម៉ែបងប្អូនចង់ធ្វើទួលនៅផ្លូវសាធារណៈមិនបាននោះទេបើសិនជាពុកម៉ែបងប្អូនមានផ្លូវឯកជនខ្លួនឯងចូលទៅក្នុងផ្ទះចូលអីធ្វើអីក៏ធ្វើទៅបាទឲ្យតែផ្លូវនឹងជាផ្លូវឯកជនប៉ុន្តែបើផ្លូវសាធារណៈផ្លូវរបស់រដ្ឋគឺមិនបាននោះទេបាទពីព្រោះផ្លូវសាធារណៈរបស់រដ្ឋគឺប្រើរួមទាំងអស់គ្នាប្រជាពលរដ្ឋណាក៏មានសិទ្ធិក្នុងការប្រើដែរមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាទេដូច្នេះពុកម៉ែបងប្អូនគ្មានសិទ្ធិទៅធ្វើផ្លូវកាត់ទៅទឹងបាទទៅធ្វើអាទួលកាត់ទៅទឹងផ្លូវបានទេពីព្រោះវាបង្កឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗផងដែរបាទដូច្នេះខ្ញុំបាទរមសវីធ្វើសេចក្តីរាយការណ៍នៃអង្គភាពសារព័ត៌មាន Friday បើសិនជាខ្ញុំបាទធ្វើសេចក្តីរាយការណ៍មានការខុសឆ្គងត្រង់ណានោះសូមអធិស្ឋានដល់រូបខ្ញុំបាទផងបាទសូមអរគុណសូមគោរពលា